ឥឡូវមកផឹកម្ដងគង្គាអស់ណាទឹកផឹកទឹកសាច់ខ្លែងគ្នា3នាក់សុំ100តែបើគង្គាទិញសាឡាត់ញ៉ាំ$100នោះគង្គាញ៉ាំបែកពោះងាប់ទៀតក៏អត់អស់ដែរគាត់ថាបើយើងមិនសមហើយយើងព្យាយាមចាយតិចបំផុតអញ្ចឹងវាមិនធ្វើឲ្យសុខភាពយើងវាអន់ថយវិញណាអញ្ចឹងវាមិនអត់ល្អតែយើងត្រូវដឹងណាមនុស្សរងថ្ងៃឈឺនឹងញ៉ាំមិនមែនឈឺនឹងអត់ញ៉ាំណាឥឡូវការព្យាបាលមួយចំនួនធំគឺគេឲ្យយើងអត់ញ៉ាំត្រូវអត់គេឲ្យយើងផ្លាស្ទិកណាហើយគេឲ្យយើងញ៉ាំរបស់ណាដែលចាស់បាច់ចំពោះសុខភាពមិនមែនចំណាយច្រើនទេហើយគេថាប្រូតអ៊ីនទ្រូងមាន់មិនអញ្ចឹងថោកណាស់គង្គាញ៉ាំទៅវាអស់អីទៀតពងទាពងមាន់គេថាល្អប្រូតអ៊ីនគង្គាញ៉ាំមកញ៉ាំអស់ឥឡូវដូចថាទឹកសុទ្ធ free តាមានទៅដល់មួយជ្រោះឲ្យធ្វើបានតាកន្លែងធ្វើការគេច្រោះឲ្យផឹកតាតែបើកាហ្វេ3រៀល5រៀលអីថាហើយបើតែគុជ3 4 5រៀលអុយសិតតានាំឲ្យឈឺទឹកនំផ្អែមមិនចឹងឃើញអត់អញ្ចឹងអាចចំណាយច្រើននឹងឈឺវិញតាឥឡូវមកផឹកម្ដងគង្គាអស់ណាទឹកផឹកទឹកសាច់ខ្លែងគ្នា3នាក់សុំ100តែបើគង្គាទិញសាឡាត់ញ៉ាំ$100នោះគង្គាញ៉ាំបែកពោះងាប់ទៀតក៏អត់អស់ដែរមិនចឹងមានអស់ឲ្យច្រើនទេតែអាធ្វើឲ្យសុខភាពអត់ល្អនឹងតែចំណាយច្រើនយើងមើលទៅតែចេះយើងចង់ដឹងព្រោះថ្ងៃហ្មងប្រជាជននៅស្រុកខ្មែរអ្នកដែលឈឺជាងគេគឺអ្នកវណ្ណៈកណ្ដាលឈឺធ្ងន់នឹងឲ្យចាស់អាយុភាគច្រើនអ្នកអាយុរៀងខ្លីវណ្ណៈកណ្ដាលអ្នកអាយុវែងវណ្ណៈក្រោមបំផុតហើយលើបំផុតមូលហេតុអីចាស់ដែលវណ្ណៈក្រោមបំផុតនឹងអត់សូវមានអីហូបចឹងអត់ឈឺទេគាត់ហូបមកល្មមរាងកាយគាត់ត្រូវការគាត់ហូបតែបន្លែហូបតែអីបេះដែលគាត់ដាំខ្លួនឯងគាត់អត់ពួកគាត់អត់លុយគាត់មិនទៅហូបអញ្ចឹងគាត់មិនឈឺគឺគាត់ធ្វើការទៅថោកទៀតពលរដ្ឋគាត់អត់លុយគាត់ត្រូវធ្វើការដើម្បីដោះដូរការរស់នៅចំណែកអ្នកវណ្ណៈលើវិញហូបមិនល្អទេដូចទៅវណ្ណៈកដាឬក៏បហារាយតែគេមានលុយព្យាបាលគេមានលុយមើលឈឺគេទៅពេទ្យបានតែអ្នកវណ្ណៈកដានេះហូបច្រើនបើសារមានលទ្ធភាពហូបតែអត់មានលុយព្យាបាលអញ្ចឹងសួរថាមូលហេតុអីហេតុមកពីរឿងហូប